យកមិញនឹងមានការផ្សាយផ្អាកមែនតើដែលគ្រាន់តែឃើញ status មួយនៅក្នុង page ផ្លូវការរបស់អនុទិនដែលជានាយករដ្ឋមន្ត្រីសៀមណាបងប្អូនចាគេផុសថាគេសូមរំលាយសភាក៏ដូចជាសូមចូលគាល់ស្ដេចដើម្បីបញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីអីចឹងទៅបងប្អូនដល់ពេលឲ្យបងប្អូនដឹងប្រយោជន៍ក្រោយពីស្ដេចសៀមបរាជ័យជួបលោកប្រធានាធិបតីចិនព្រោះតែក្លិនស្អុយរបស់សៀមឥឡូវនេះគឺស្ដេចសៀមចាក៏បានត្រៀមរៀបចំសេណារីយ៉ូដើម្បីបានជួបប្រធានាធិបតីអាមេរិកបន្តក៏បង្កើតជាសង្គ្រាមថ្មីដើម្បីចរចាជាមួយនឹងប្រធានាធិបតីអាមេរិកដែលឲ្យអនុទិននឹងចុះចេញពីតំណែងផ្ទាល់តែម្ដងចាឲ្យអនុទិននឹងចុះចេញពីតំណែងឥឡូវនេះអំណាចនៅស្រុកសៀមបងប្អូនស្ថិតនៅក្នុងដៃស្ដេចសៀមមិនមែនស្ថិតនៅក្នុងដៃអនុទិនណាដូច្នេះឲ្យក្នុងសង្គ្រាមសៀមឈ្លានពានខ្មែរឥឡូវនៅក្នុងស្ថានភាពបើសិនជាខ្មែរប្តឹងទៅ ICJ ក៏មិនអាចកាត់ទោសទៅស្ដេចសៀមបានទេចាចំណែកបើប្តឹងទៅ ICC វិញក៏គ្មានទូនាទីអាចកាត់ទោសប្រធានរដ្ឋបានដែរបានត្រឹមតែចោទប្រកាន់តែប៉ុណ្ណោះចឹងឥឡូវហ្នឹងពួកសៀមគឺវាបានប្រើល្បិចចាប្រើល្បិចក៏ដូចជាបង្កើតល្បិចថ្មីចឹងណាគេពីការទទួលខុសត្រូវនៅចំពោះមុខច្បាប់អន្តរជាតិអីចឹងទៅរួមទាំងដើម្បីបានជួបលោកដូណាល់ត្រាំផងគឺផ្សះផ្សានៃនយោបាយក៏ដូចជាតំណែងតំណងការទូតឡើងវិញចឹងណាបងប្អូនអានេះតាមយោបល់ខ្ញុំឯណាឥឡូវនេះបងប្អូនដាក់ទៅចាដាក់វាឯណាណៃទៅពីព្រោះថាគ្មានអ្នកណាគេទទួលខុសត្រូវទៀតទេហើយសៀមគឺវាមានល្បិចច្រើនដើម្បីតែប្រយោជន៍ពួកវាទុកខ្មោចវាធ្វើជាដើម្បីធ្វើជាចំណីថ្មាដូចខ្ញុំនិយាយពីមុនចឹងបងប្អូនគ្រាន់តែលើថាត្រាំហ្នឹងអ្នកខលទូរស័ព្ទមកនាយករដ្ឋមន្ត្រីកម្ពុជាហើយនឹងសៀមដល់ពេលហើយនាយករដ្ឋមន្ត្រីសៀមគេថាកម្ពុជាហ្នឹងមិនទាន់តាក់ទងមកសៀមនិយាយពីការចរចាអីចឹងទេបងប្អូនទាំងដែលខ្លួនឯងហ្នឹងនិយាយថាបិទទ្វារឈប់ចរចាជាមួយនឹងកម្ពុជាហើយនៅតែច្រឡំមកថាសង្គ្រាមនេះអ្នករៀបចំមុនទៀតផងបងប្អូនត្រូវដឹងណាដោយសារតែទូរស័ព្ទរបស់លោកត្រាំនេះហើយដែលធ្វើឲ្យអនុទិនហ្នឹងជ្រើសរើសរវាងអំណាចក៏ដូចជានឹងការទំនាក់ទំនងការបរទេសជាមួយនឹងអាមេរិកចឹងណាហើយសៀមតាំងពីដើមមកបងប្អូនចាអត់ដែលចេះឯកភាពគ្នាឬមួយក៏ស្រោះដៃស្រោះជើងគ្នាធ្វើការទេបងប្អូនតាំងពីដើមមកតាំងពីជំនាន់ស្ដេចវាមកក៏ដូចជាដូនជាតាវារហូតទៅដល់ស្ដេចវាជំនាន់នេះមកចាមានយុរដ្ឋមន្ត្រីមានអីទៅប៉ុន្តែសក្តិអ្នកអសមត្ថភាពពួកវាអត់ដែលចេះឯកភាពគ្នាដូចខ្មែរយើងទេបងប្អូនដូច្នេះហើយអ្នកដែលងាប់មុនគេគឺជាអ្នកដែលត្រូវលើកទូរស័ព្ទឆ្លើយជាមួយនឹងត្រាំនឹងឯងបើសិនជាឆ្លើយប្រទេសផ្ដាស់ដូចជាពេលឆ្លើយជាមួយនឹងអ្នកកសែតហើយនឹងឆ្លើយតាពីដូចឲ្យកិច្ចព្រមព្រៀងចោលហ្នឹងគឺត្រូវតែស៊ីខ្លាំងរបស់អាមេរិកនឹងតែម្ដងហើយរបៀបថាដូចបំផ្លាញតំណែងតំណងជាមួយនឹងអាមេរិកដែលសៀមខំកសាងមកចឹងណាបងប្អូនតែបើសិនជាពួកវាឆ្លើយសមស្របអានឹងត្រូវតែត្រឡប់មកគោរពកិច្ចព្រមព្រៀងសន្តិភាពវិញដូចដើមចឹងបងប្អូនចាប៉ុន្តែសួរថាចេះស្ដេចសៀមហើយនឹងមេតបរបស់ពួកវានឹងសុកចិត្តអត់ហើយអំណាចនឹងនៅគង់ទេនិយាយទៅទោះឆ្លើយយ៉ាងម៉េចក៏នៅតែចងកខ្លួនឯងដដែលណាបងប្អូនចាឆ្លើយមិនក៏នៅតែចងកខ្លួនឯងដែរហើយបងប្អូនត្រូវចាំណាសង្គ្រាមតូចដែនកាន់តែសាហាវផ្ទៃក្នុងសៀមគឺកាន់តែបែកបាក់ចាកាន់តែសាហាវខ្លាំងលើសពីសាហាវផ្ទៃក្នុងសៀមនឹងគឺកាន់តែបែកបាក់ព្រោះដោយសារតែគេប្រើស្និតនេះដើម្បីបន្តអំណាចនឹងរាប់រយរាប់ពាន់ជំនាន់មកហើយព្រោះតែនៅប្រទេសជាច្រើនបញ្ហាប្រវត្តិសាស្ត្រនិងចំនួនព្រំដែនមិនដាច់សាច់នៅតែអាចប្រើបណ្ដោះស្មារតីជានិយមបានមួយរយៈដែរហើយបើនិយាយពីអនុទិនវិញបងប្អូនចាបើនិយាយឲ្យស្រួលស្ដាប់ទៅគេប្រើឲ្យដូចប្រើចោលអញ្ចឹងណាបងប្អូនចាដោយសារតែរបបអំណាចពេកមើលទៅមនុស្សនឹងគឺរបបអំណាចខ្លាំងមែនតើអញ្ចឹងហើយទៅសុកចិត្តធ្វើសពធ្វើគ្រប់បែបយ៉ាងដើម្បីតែជីវិតមនុស្សក៏លែងខ្វល់ចាមនុស្សរាសរាប់ពាន់រាប់ម៉ឺននាក់ណាជីវិតកងទ័ពរាប់ពាន់រាប់ម៉ឺនរាប់សែននាក់ចង់ឲ្យស្លាប់មិនក៏អនុទិនអត់ខ្វល់ដែរអាហ្នឹងតែដើម្បីអំណាចបងប្អូនមនុស្សរបបអំណាចដើម្បីបង្ហាញចង្វាយខ្លួនថាអញ្ចឹងខ្លួននឹងមានតម្លៃស័ក្តិសមណាស់ចាមានតម្លៃស័ក្តិសមនឹងបានកាន់អំណាចហ្នឹងបងប្អូនហើយអនុទិនមិនមែនជាចចកចម្បាំងអីទេបងប្អូនចាមនុស្សហ្នឹងមិនមែនចចកចម្បាំងទៅរៀនច្បាំងរៀនអីឬមួយក៏ទៅរៀនវឹកវើអីណាខាងកងទ័ពខាងអីពជាតបពជាអីណាបងប្អូនគាត់តែជាឆ្កែចាំផ្ទះដែលគេប្រើឲ្យតែខាងអ្នកចិត្តខាងហ្នឹងចាឆ្កែមិនសាហាវតែក៏មិនអាចតដៃម្ចាស់ដូចចចកដែរអាហ្នឹងទើបគេទុកឆ្កែហ្នឹងបានតែឥឡូវឆ្កែហ្នឹងរបៀបថាចេះអស់អ្វីដែលគេប្រើបានអញ្ចឹងណាឬមួយក៏អស់ទូនីតិអស់តម្លៃអស់ផលប្រយោជន៍ដល់ពេលអញ្ចឹងទៅគេចាប់ផ្ដើមដកចេញតែម្ដងនិយាយទៅគេដកចេញដូចស្បៃអញ្ចឹងហើយភាពបរាជ័យបន្តធ្វើឲ្យរាជវង្សសៀមហ្នឹងគឺល្វីងមុខនឹងប្រជាជនសៀមចាតាមពិតទៅសៀមខ្លួនឯងហ្នឹងក៏ប្រហែលជាមិនគិតថាខ្លួនឯងហ្នឹងអត់ដល់ថ្នាក់នឹងដែរបងប្អូនកាន់តែបាក់មុខទៅទៀតហ្នឹងគឺប្រជាជនសៀមហ្នឹងចាប់ផ្ដើមអស់ជំនឿហើយរបៀបថាស្ទើរតែរង្គើដល់បលាំងស្ដេចណាចង់ឬក៏មិនចង់ត្រូវតែស្ដាប់ប្រជាប្រិយភាពខ្លះឡើងមកវិញហើយចាហើយសៀមធ្លាក់ចុះហ្នឹងគឺតាំងពីបិទព្រំដែនជាមួយនឹងខ្មែរទឹកចំនួនបំផ្លាញមួយតង់ទៀតហើយស៊ីហ្គេមទៀតហ្នឹងបងប្អូនចាមិនបាច់និយាយទេជំរឿចុងក្រោយមានតែវាយយកទឹកដីខ្មែរលួងចិត្តពួកអភិរក្សសៀមមួយទៀតបងប្អូនចិត្តបោះឆ្នោតហើយប៉ុន្តែអនុទិនហ្នឹងគឺគ្មានសមិទ្ធផលអីសោះចាអត់មានសមិទ្ធផលអីបន្តិចនៅក្នុងដៃតែម្ដងដូចលើកមុនអញ្ចឹងលើកមុនមកវាយខ្មែរប៉ុន្តែទៅវិញតែដៃទេហើយអត់បានទទួលចង់និយាយថាអត់ទទួលបានជ័យជំនះទៅជូនជាតិទៀតដល់ពេលអញ្ចឹងទៅអត់មានសមិទ្ធផលអីទាំងអស់ម្ដងនេះក៏វាយយកស្នាដៃលេងទៅអញ្ចឹងណាកាលណាដែលបកកាន់អំណាចអត់ដូចនេះបងប្អូនបកប្រឆាំងប្រកាសជាខ្លាំងជាងហើយអញ្ចឹងវិធីងាយៗជាងគេដើម្បីលាក់បាំងភាពខ្សោយរបស់ខ្លួនឯងហ្នឹងគឺត្រូវតែវាយខ្មែរហ្នឹងហើយបងប្អូនហើយបើនិយាយអំណាចនៅសៀមវិញបងប្អូនបច្ចុប្បន្នណាគឺវល់តែម្ដងបើសួរថាអ្នកណាគឺជាអ្នកសម្រាប់ចុងក្រោយអានឹងប្រហែលជាគ្មានចម្លើយទេបងប្អូនចាកម្ពុជាប្រហែលជាឆ្អែតឆ្អន់នឹងអារឿងនេះហើយទៅលេងរបៀបថាទៅលេងនិយាយអារឿងចរចាក៏ដូចជាគូបន្តកុហកអង្គុយតែចាំតែម្ដងហែងតាហ៊ានឆ្លងមកអានឹងដាក់ភ្លាមហ្មងមួយវិញទៀតបងប្អូនពួកអាសៀមហ្នឹងវាតែងតែគិតថាខ្លួនឯងហ្នឹងគឺឆ្លាតជាងខ្មែរព្រោះតែភាពកលេសកលុចនេះហើយបាយជាដូរបាននៅមកការមិនទុកចិត្តពីសហគមន៍អន្តរជាតិទៅវិញចាហើយបងប្អូនហ្នឹងមិនយេការសែតល្បីដែលធ្លាប់តែគ្រប់គ្រងសៀមបាយជានាំគ្នាទៅចុះវ័យបហាសៀមខ្លាំងមែនតើចាសៀមតែងតែគិតថាកម្ពុជានឹងមិនហ៊ានតដៃទេអង្គុយចាំតែអាមេរិកនិងម៉ាឡេស៊ីមកជួយតែសៀមភ្លេចគិតថាចេះខ្មែររងចាំតែភាពស្របច្បាប់ដើម្បីតដៃតែម្ដងទៅទៀតបងប្អូនសៀមគឺមានខួរមិនតិចហ្នឹងគឺស្អុយខ្លាំងមែនតើបងប្អូនបើសិនជាវាទៅពេទ្យវាកាត់យកអាខួរស្អុយហ្នឹងឬមួយក៏វាព្យាបាលខ្លួនឯងអារម្មណ៍ផ្លូវចិត្តខ្លួនឯងបងប្អូនចាឈប់គិតថាគេនឹងល្ងងដូចខ្លួនណានិយាយទៅពួកសៀមគឺវាចូលចិត្តណាគិតចេះតែច្រឡំថាកម្ពុជានឹងល្ងងដូចខ្លួនឯងអញ្ចឹងណាថាកម្ពុជានឹងអត់ស្គាល់កណ្ដាស់10កណ្ដាស់20អីចឹងទៅឬមួយក៏កម្ពុជានឹងរបៀបថារៀងកលេសកលុចអីដូចខ្លួនអញ្ចឹងណាបងប្អូននិយាយទៅពួកវាតែងតែច្រឡំរហូតចាំបានខ្ញុំថាវាមានអាខួរស្អុយមិនតិចនេះនៅក្នុងខួរនេះបើសិនជាវាទៅព្យាបាលឬមួយក៏វាដកអាខួរនឹងចេញប្រហែលវាអត់ចេះតែច្រឡំចឹងទេបងប្អូនចានិយាយទៅវាច្រឡំរហូតតាំងពីចំនួនស្ដាច់វារហូតមកដល់ចំនួនស្
ស្ដេចនេះហើយរហូតមកដល់អាចចំនួន10គត់នេះហើយក៏វានៅតែច្រឡំចាថាកម្ពុជានោះល្ងងដូចវាជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលត្រូវតែទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីជាតិយើងក៏ដើម្បីយើងទាំងអស់គ្នាផងដែរ